ការសន្ទនាភាសាអង់គ្លេសខ្មែររវាងសុវណ្ណនិងធីតាអំពីសកម្មភាពប្រចាំថ្ងៃ Good morning ធីតាអរុណសួស្តីធីតា Good morning សុវណ្ណ How are you today អរុណសួស្តីសុវណ្ណតើអ្នកសុខសប្បាយទេថ្ងៃនេះ I'm fine thank you and you ខ្ញុំសុខសប្បាយអរគុណចុះអ្នកវិញ I'm good too What time did you wake up this morning ខ្ញុំក៏សុខសប្បាយដែរតើអ្នកភ្ញាក់ទេពឹកម៉ោងប៉ុន្មាន I woke up at 6 o'clock ខ្ញុំភ្ញាក់នៅម៉ោង6 That's early វាឆាប់ណាស់ Yes I like to start my day early បាទខ្ញុំចូលចិត្តចាប់ផ្ដើមថ្ងៃរបស់ខ្ញុំឲ្យលឿន What's the first thing you do after waking up តើអ្នកធ្វើអ្វីមុនគេបន្ទាប់ពីភ្ញាក់ពីគេង I brush my teeth and wash my face ខ្ញុំដុសធ្មេញនិងលាងមុខ I also do that every morning ខ្ញុំក៏ធ្វើដូច្នោះរៀងរាល់ព្រឹកដែរ After that I make my bed and stretch a little បន្ទាប់មកខ្ញុំរៀបចំគ្រែហើយហាត់សាច់ដុំបន្តិច That's a good habit វាជាទម្លាប់ល្អណាស់ Do you exercise every day តើអ្នកហាត់ប្រាណរៀងរាល់ថ្ងៃទេ Yes I do some jogging for about 20 minutes បាទខ្ញុំរត់ហាត់ប្រាណប្រហែល1នាទី I sometimes do yoga at home ខ្ញុំពេលខ្លះហាត់ yoga នៅផ្ទះ That's great it helps you relax ល្អណាស់វាជួយឲ្យអ្នកសម្រាក What do you usually eat for breakfast តើអ្នកញ៉ាំអ្វីជាទម្លាប់សម្រាប់អាហារពេលព្រឹក I usually eat rice with fried egg ជាធម្មតាខ្ញុំញ៉ាំបាយជាមួយពងមាន់ចៀន I like bread and coffee in the morning ខ្ញុំចូលចិត្តនំប៉័ងនិងកាហ្វេពេលព្រឹក Do you cook your breakfast តើអ្នកចម្អិនអាហារពេលព្រឹកដោយខ្លួនឯងទេ Sometimes I do sometimes my mom cooks for me ពេលខ្លះខ្ញុំចម្អិនខ្លះម្ដាយខ្ញុំចម្អិនឲ្យ After breakfast I take a shower បន្ទាប់ពីញ៉ាំអាហារខ្ញុំងូតទឹក I take a shower before breakfast ខ្ញុំងូតទឹកមុនពេលញ៉ាំអាហារពេលព្រឹក What time do you go to work តើអ្នកទៅធ្វើការម៉ោងប៉ុន្មាន I leave home at 7:30 ខ្ញុំចេញពីផ្ទះម៉ោង 7:30 នាទី How do you get to work តើអ្នកទៅធ្វើការដោយរបៀបណា I go by motorbike What about you ខ្ញុំទៅដោយម៉ូតូចុះអ្នកវិញ I usually take the bus ខ្ញុំជាធម្មតាឡើងរថយន្តក្រុង That's convenient វាស្រួលណាស់ What time does your work start តើការងាររបស់អ្នកចាប់ផ្ដើមម៉ោងប៉ុន្មាន It starts at 8 o'clock វាចាប់ផ្ដើមម៉ោង8ព្រឹក Mine starts at 8:30 របស់ខ្ញុំចាប់ផ្ដើមម៉ោង8នៅពាក់កណ្ដាល Do you like your job តើអ្នកចូលចិត្តការងាររបស់អ្នកទេ Yes I do My co-workers are friendly ចូលចិត្តណាស់មិត្តរួមការងាររបស់ខ្ញុំមានភាពរួសរាយរាក់ទាក់ That's good What do you do at lunchtime ល្អណាស់តើអ្នកធ្វើអ្វីពេលអាហារថ្ងៃត្រង់ I usually eat with my friends ខ្ញុំជាធម្មតាញ៉ាំអាហារជាមួយមិត្តភក្តិ I bring my lunch from home ខ្ញុំយកអាហារពេលថ្ងៃត្រង់មកពីផ្ទះ That's a good idea វាជាគំនិតល្អណាស់ After lunch I take a short nap បន្ទាប់ពីញ៉ាំអាហារខ្ញុំគេងសម្រាកបន្តិច I usually check my email after lunch
ខ្ញុំជាធម្មតាពិនិត្យអ៊ីមែលបន្ទាប់ពីញ៉ាំអាហារ What time do you finish work តើអ្នកបញ្ចប់ការនេះម៉ោងប៉ុន្មាន I finish at 5 o'clock in the evening ខ្ញុំបញ្ចប់ការងារម៉ោង 5 ល្ងាច I finish at the same time ខ្ញុំក៏បញ្ចប់នៅម៉ោងនោះដែរ Do you feel tired after work តើអ្នកនឿយហត់បន្ទាប់ពីធ្វើការទេ Yes a little bit ចាតិចតួចប៉ុណ្ណោះ What do you do when you get home តើអ្នកធ្វើអ្វីនៅពេលត្រឡប់ទៅផ្ទះ I take a shower and rest for a while ខ្ញុំងូតទឹកហើយសម្រាកបន្តិច I usually help my mom cook dinner ខ្ញុំជាធម្មតាជួយម្ដាយចម្អិនអាហារពេលល្ងាច That's nice What kind of food do you cook ល្អណាស់តើអ្នកចម្អិនម្ហូបប្រភេទអ្វី I cook soup and fried vegetables ខ្ញុំចម្អិនសនិងចៀនបន្លែ I like soup too ខ្ញុំក៏ចូលចិត្តសដែរ Do you eat dinner with your family តើអ្នកញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារទេ Yes we always eat together បាទយើងញ៉ាំអាហារជាមួយគ្នារៀងរាល់ថ្ងៃ That's a good family habit វាជាទម្លាប់គ្រួសារល្អណាស់ What do you do after dinner តើអ្នកធ្វើអ្វីបន្ទាប់ពីអាហារពេលល្ងាច I wash the dishes and watch TV ខ្ញុំលាងចានហើយមើលទូរទស្សន៍ I sometimes read books or listen to music ខ្ញុំពេលខ្លះអានសៀវភៅហើយស្ដាប់តន្ត្រី That's relaxing នោះជាការបន្ធូរអារម្មណ៍ What time do you go to bed តើអ្នកចូលគេងម៉ោងប៉ុន្មាន I go to bed at 10 o'clock ខ្ញុំចូលគេងម៉ោង 10 យប់ I go to bed at 9:30 ខ្ញុំចូលគេងម៉ោង 9:30 នាទី You sleep earlier than me អ្នកចូលគេងឆាប់ជាងខ្ញុំ Yes because I need to wake up early បាទពីព្រោះខ្ញុំត្រូវភ្ញាក់ឆាប់ That's good discipline វាជាទម្លាប់ល្អណាស់ What time will you wake up tomorrow តើអ្នកនឹងភ្ញាក់ឡើងម៉ោងប៉ុន្មានថ្ងៃស្អែក At 6 as usual ម៉ោង 6 ដូចធម្មតា Do you have any plans for tomorrow តើអ្នកមានផែនការណាមួយសម្រាប់ថ្ងៃស្អែក Yes I'll go to the gym after work បាទខ្ញុំនឹងទៅហាត់ប្រាណបន្ទាប់ពីធ្វើការ That's great I might join you ល្អណាស់ខ្ញុំប្រហែលចូលរួមជាមួយអ្នកផងដែរ Sure let's stay healthy together ពិតប្រាកដណាស់យើងរក្សាសុខភាពល្អជាមួយគ្នា Deal see you tomorrow សុវណ្ណយកព្រមជួបគ្នាថ្ងៃស្អែកសុវណ្ណ